វិលភាសាជាថ្មីជួបគ្នាជាមួយនឹង Channel វិចារចុងបិចភាសាជាថ្មីម្ដងទៀតនៅក្នុងពេលនេះនឹងនាំអារម្មណ៍ប្រិមិត្តទៅតាមដានតាក់ទងទៅនឹងវិញ្ញាណចងអាឃាតដែលរឿងនេះកើតឡើងនៅក្នុងភូមិមួយអញ្ចឹងទេយើងទៅតាមដាននៅរឿងទាំងអស់នេះដូចតទៅនៅក្នុងភូមិដាច់ស្រយាលមួយនៅកណ្ដាលព្រៃក្រាស់គឺមានផ្ទះចាស់មួយដែលកំពុងតែឈរនៅជាប់មាត់ទឹកស្រះអ្នកភូមិគ្រប់គ្នាគឺសុទ្ធតែខ្លាចផ្ទះនោះពួកគេជឿថាមានវិញ្ញាណស្ត្រីម្នាក់នៅទីនោះដែលគេមិនអាចទៅចាប់ជាតិសាជាថ្មីបាននោះទេដោយសារតែការចងអាឃាតដ៏ខ្លាំងក្លារបស់នាងកាលពីជាង20ឆ្នាំមុនមាននារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថាសុភានាងគឺជាកូនអ្នកមានប្រចាំនៅក្នុងភូមិនិងមានគូស្នេហ៍ឈ្មោះវិចិត្រពួកគេស្រឡាញ់គ្នាខ្លាំងណាស់ហើយគ្រោងនឹងរៀបការនៅចុងឆ្នាំផងដែរប៉ុន្តែថ្ងៃមួយមេភូមិដែលមានអំណាចនិងចង់បានសុភាជាប្រពន្ធក៏បានបង្កើតនៅផែនការអាក្រក់គេក៏បានបញ្ជូនមនុស្សទៅសម្លាប់វិចិត្រនៅក្នុងព្រៃហើយក៏បានបោកប្រាស់ប្រាប់សុភាថាវិចិត្របានរត់ចោលនាងទៅនៅឯទីក្រុងជាមួយនឹងស្រីផ្សេងហើយសុភាក្រោយឮដំណឹងក៏មានការឈឺចាប់យ៉ាងខ្លាំងនាងមិនជឿនោះទេប៉ុន្តែគ្មានភស្តុតាងអ្វីសម្រាប់ស្វែងរកការពិតរាល់យប់នាងក៏តែងតែអង្គុយក្បែរស្រះទឹករងចាំវិចិត្រវិលត្រឡប់មកវិញប៉ុន្មានខែក្រោយមកនាងក៏បានដឹងការពិតពីបុរសចំណាស់ម្នាក់ដែលឃើញហេតុការណ៍នៃការសម្លាប់វិចិត្រពេលដែលដឹងថាគូស្នេហ៍របស់ខ្លួនត្រូវបានគេសម្លាប់ដោយអំពើដ៏ឃោរឃៅសុភាក៏ពោពេញទៅដោយកំហឹងនិងការឈឺចាប់យ៉ាងខ្លាំងនៅយប់ភ្លៀងផ្គររន្ទះមួយនាងក៏បានដើរទៅកាន់ស្រះទឹកហើយក៏បាននិយាយទាំងទឹកភ្នែកថាបើខ្ញុំស្លាប់ទៅខ្ញុំនឹងមិនអត់ឱនឲ្យអ្នកដែលធ្វើបាបយើងនោះទេបន្ទាប់មកនាងក៏បានបាត់ខ្លួនដោយភាពអកម្បាំងបំផុតពីថ្ងៃនោះទៅអ្នកភូមិក៏បានចាប់ផ្ដើមឮនៅសំឡេងយំក្បែរស្រះទឹកជារៀងរាល់យប់មនុស្សជាច្រើនក៏បានអះអាងផងដែរថាបានឃើញស្ត្រីស្លៀកពាក់ពណ៌សឈរមើលទៅក្នុងស្រះទឹកដោយមិននិយាយអ្វីទាំងអស់មួយឆ្នាំក្រោយមកមេភូមិដែលជាអ្នកនៅពីក្រោយនៃការសម្លាប់វិចិត្រក៏បានចាប់ផ្ដើមជួបរឿងចម្លែកជាច្រើនរៀងរាល់យប់គេតែងតែសុបិនឃើញសុភាឈរនៅក្បែរជើងគ្រែរបស់គេភ្នែករបស់នាងគឺពោពេញទៅដោយការស្អប់និងទុក្ខព្រួយយ៉ាងខ្លាំងសុខភាពរបស់មេភូមិនោះក៏កាន់តែទ្រុឌទ្រោមទៅសំឡេងខ្សឹបនៅក្នុងបន្ទប់ក៏បានបន្លឺឡើងសងកម្មមកគេក៏បានព្យាយាមហៅគ្រូអាគម2-3នាក់គ្រប់ទីកន្លែងមកជួយប៉ុន្តែគ្មាននរណាម្នាក់អាចបណ្ដេញនៅវិញ្ញាណនោះបានទេរៀងរាល់រាត្រីគេក៏បានរត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោអ្នកភូមិឃើញគេរត់សម្ដៅទៅស្រះទឹកហើយក៏បានស្រែកថាខ្ញុំសុំទោសបន្ទាប់មកសំឡេងស្រែកដ៏ស្ងប់ទៅវិញនៅព្រឹកថ្ងៃបន្ទាប់គេក៏ត្រូវបានប្រទះឃើញដេកស្លាប់ក្បែរស្រះទឹកមុខរបស់គេបង្ហាញអំពីភាពភ័យខ្លាចយ៉ាងខ្លាំងផងដែរប៉ុន្តែរឿងគឺមិនបានបញ្ចប់ត្រឹមនេះនោះទេទោះបីជាមេភូមិស្លាប់ទៅហើយក៏ដោយក៏សំឡេងយំរបស់សុភាគឺនៅតែបន្តលាន់ឮរាល់តែយប់ដូចជាវិញ្ញាណរបស់នាងគឺនៅតែចងអាឃាតជាមួយនឹងអកម្បាំងអ្វីមួយទៀតដែលមិនទាន់ត្រូវបានបង្ហាញនោះទេនៅឆ្នាំបច្ចុប្បន្ននោះដែរមានយុវជនម្នាក់ឈ្មោះថារាជក៏បានត្រឡប់មកភូមិនេះវិញដើម្បីស្វែងរកនៅប្រវត្តិគ្រួសាររបស់ខ្លួនគាត់មិនដឹងទេថាការវិលត្រឡប់របស់គាត់នឹងដាស់វិញ្ញាណចងអាឃាតឲ្យភ្ញាក់ឡើងម្ដងទៀតរាជក៏បានមកដល់ភូមិចាស់របស់ជីតាគាត់នៅពេលថ្ងៃជិតលិចភូមិនេះមានលក្ខណៈស្ងប់ស្ងាត់ខុសពីកន្លែងផ្សេងហើយអ្នកភូមិភាគច្រើនក៏ហាក់ដូចជាមិនសូវជាចង់និយាយអំពីផ្ទះចាស់ក្បែរស្រះមាត់ទឹកនោះទេនៅយប់ដំបូងរាជក៏បានស្នាក់នៅផ្ទះរបស់យាយចន្ទ្រាដែលជាមនុស្សចាស់ជាងគេទាំងអស់នៅក្នុងភូមិពេលដែលកំពុងញ៉ាំបាយយាយចន្ទ្រាក៏បានសួរគាត់ថាចៅមកទីនេះមានការអ្វីរាជក៏បានពោលថាខ្ញុំមកទីនេះចង់ស្វែងរកពីប្រវត្តិគ្រួសាររបស់ខ្ញុំមុននឹងស្លាប់
ឪពុកខ្ញុំបានຕົកនៅសម្បត្តិមួយហើយក៏បានសរសេរថាត្រូវតែត្រឡប់មកភូមិនេះនៅថ្ងៃណាមួយឮដូច្នោះមុខរបស់យាយចន្ទ្រាក៏បានប្រែជាស្លេកស្លាំងភ្លាមៗតែម្ដងហើយគាត់ក៏បានពោលថាចៅកុំទៅចិត្តស្រះទឹកនោះឲ្យសោះណាចៅរាជក៏បានពោលថាហេតុអ្វីទៅលោកយាយតែយាយចន្ទ្រាមិនបានឆ្លើយអ្វីនោះទេយប់នោះផងដែរខ្យល់ក៏បានបក់ខ្លាំងហើយសំឡេងឆ្កែយំលាន់ឮពីចម្ងាយរាជកំពុងតែដេកលងលក់ក៏ស្រាប់តែបានឮនៅសំឡេងស្ត្រីម្នាក់កំពុងតែយំគាត់បើកភ្នែកឡើងភ្លាមសំឡេងនោះហាក់ដូចជាមកពីស្រះទឹកអញ្ចឹងដោយសារតែការចង់ដឹងនៃការពិតរាជក៏បានដើរចេញទៅខាងក្រៅទាំងយប់តែម្ដងពន្លឺព្រះច័ន្ទបញ្ចាំងលើផ្ទៃទឹកយ៉ាងស្ងប់ស្ងាត់ប៉ុន្តែនៅកណ្ដាលស្រះក៏មានស្រមោលស្ត្រីស្លៀកពាក់ពណ៌សនៅឈរទីនោះផងដែររាជមានការភ័យបន្តិចដែរតែគាត់នៅតែសម្លឹងមើលទៅក៏ស្រាប់តែស្ត្រីនោះបង្វែរក្បាលមកយឺតភ្នែករបស់នាងគឺពោពេញទៅដោយទឹកភ្នែកហើយក៏បានពោលថាជួយខ្ញុំផងសំឡេងនោះក៏បានខ្សឹបគឺធ្វើឲ្យរាជស្ទុះថយក្រោយមួយជំហានភ្លាមនោះផងដែរស្រមោលនាងក៏បានបាត់ទៅវិញនៅព្រឹកថ្ងៃបន្ទាប់រាជក៏បានប្រាប់យាយចន្ទ្រាអំពីអ្វីដែលគាត់បានឃើញយាយចន្ទ្រាស្ទើរតែទម្លាក់ពែងដែលជាប់នៅក្នុងដៃចុះយាយចន្ទ្រាក៏បាននិយាយថានាងបានបង្ហាញខ្លួនឲ្យចៅឃើញមែនទេពេលនោះរាជក៏បានពោលថាបាទនាងនិយាយថាជួយខ្ញុំផងយាយចន្ទ្រាក៏បានដកដង្ហើមធំហើយក៏បានពោលថាប្រហែលជាដល់ពេលការពិតត្រូវបានបង្ហាញហើយបន្ទាប់មកយាយចន្ទ្រាក៏បានយកប្រអប់ឈើចាស់មួយចេញពីក្រោមគ្រែក្នុងប្រអប់នោះមានរូបថតចាស់មួយសន្លឹករាជក៏បានសម្លឹងមើលហើយបេះដូងរបស់គាត់ស្ទើរតែឈប់លោតទៅហើយបុរសនៅក្នុងរូបថតនោះគឺដូចជាឪពុករបស់គាត់ខ្លាំងណាស់រាជក៏បានពោលថាអ្នកនេះជានរណាលោកយាយយាយចន្ទ្រាក៏បានឆ្លើយទាំងសំឡេងញ័រថាគាត់ឈ្មោះវិចិត្រជាគូស្នេហ៍របស់សុភានោះឯងរាជមានការស្រឡាំងកាំងមិនអាចទេហើយយាយរបស់ចន្ទ្រាក៏បានពោលថាគាត់នឹងហើយក៏ជាជីតាពិតប្រាកដរបស់ចៅផងដែររាជក៏មានអារម្មណ៍ដូចជាមេឃរលំអញ្ចឹងអាកំបាំងដែលលាក់អស់ជាច្រើនទសវត្សរ៍កំពុងតែត្រូវបានបើកចំហបន្តិចម្ដងតែយាយចន្ទ្រានៅតែមានរឿងមួយទៀតដែលមិនទាន់បានប្រាប់នោះទេរឿងដែលទាក់ទងទៅនឹងការស្លាប់ពិតប្រាកដរបស់សុភានេះឯងហើយនៅខាងក្រៅផ្ទះស្រមោលស្ត្រីស្លៀកពាក់សក៏បានឈរមើលតាមបង្អួចយ៉ាងស្ងៀមស្ងាត់ភ្នែករបស់នាងគឺហាក់ដូចជាកំពុងតែរងចាំអ្វីមួយអញ្ចឹងក្រោយពីដឹងថាវិចិត្រគឺជាជីតាពិតរបស់ខ្លួនរាជមិនអាចគេងលងលក់បាននោះទេសំណួរជាច្រើនបានវល់នៅក្នុងគំនិតរបស់គាត់តើហេតុអ្វីបានជាគ្រួសាររបស់គាត់លាក់បាំងនៅរឿងនេះតើសុភាស្លាប់ដោយរបៀបណាហើយហេតុអ្វីបានជាវិញ្ញាណរបស់នាងគឺនៅតែសុំឲ្យគាត់ជួយនេះគឺជាការគិតឡើងនៅក្នុងខួរក្បាលរបស់រាជផងដែរនៅព្រឹកថ្ងៃបន្ទាប់រាជក៏បានសួរយាយចន្ទ្រាដោយផ្ទាល់ថាយាយសូមប្រាប់ខ្ញុំទាំងអស់ទៅបានទេយាយចន្ទ្រាស្ងៀមមួយសន្ទុះមុននឹងចាប់ផ្ដើមនិយាយបន្ទាប់មកយាយចន្ទ្រាក៏បានពោលបន្តទៀតថាបន្ទាប់ពីនាងដឹងថាវិចិត្រត្រូវបានគេសម្លាប់នាងក៏បានស្វែងរកអ្នកដែលនៅពីក្រោយខ្នងរឿងទាំងអស់នេះនាងបានរកឃើញនៅភស្តុតាងថាមេភូមិជាអ្នកបញ្ជានៅរឿងទាំងអស់នេះរាជក៏បានសួរលោកយាយចន្ទ្រាបន្តទៀតថាចុះបន្ទាប់មកទៀតលោកយាយចន្ទ្រាក៏បានពោលបន្តទៀតថានាងគឺត្រូវបានគេចាប់ខ្លួននៅយប់មួយមេភូមិនិងបពពួកក៏បាននាំនាងទៅកាន់ផ្ទះចាស់ក្បែរស្រះទឹកហើយបន្ទាប់មកទៀតយាយចន្ទ្រាក៏បានបញ្ឈប់រឿងនេះមួយភ្លែតហើយក៏បានពោលបន្តទៀតថាគ្មាននរណាដឹងថាអ្វីកើតឡើងនៅទីនោះទេប៉ុន្តែពីយប់នោះមកសុភាក៏បានបាត់ខ្លួនរហូតទៅរាជក៏កាន់តែចង់ដឹងការពិតនៅថ្ងៃដដែលនោះគាត់ក៏បានសម្រេចចិត្តទៅផ្ទះចាស់
ដែលអ្នកភូមិមានការខ្លាចគ្រប់គ្នានោះឯងផ្ទះនោះគឺពោពេញទៅដោយធូលីនិងសម្បុកពីងពីងទ្វារឈើចាស់រង្គើតាមខ្យល់ធ្វើឲ្យមានសម្លេងគួរឲ្យព្រឺព្រួចពេលដែលរាជដើរចូលទៅក្នុងបន្ទប់ធំគាត់ក៏បានឃើញនៅតុបុរាណមួយនៅជ្រុងបន្ទប់លើតុនោះមានសៀវភៅកំណត់ហេតុចាស់មួយទំព័រជាច្រើនរលួយបាត់ទៅហើយប៉ុន្តែទំព័រចុងក្រោយនៅតែអាចអានបានអក្សរនៅក្នុងសៀវភៅនោះក៏បានសរសេរថាបើនរណាម្នាក់រកឃើញសៀវភៅនេះសូមជួយស្វែងរកអធិធាតុរបស់ខ្ញុំផងខ្ញុំមិនបានស្លាប់នៅក្នុងស្រះទឹកនោះទេបេះដូងរាជក៏បានលូតញាប់អក្សរនោះគឺជាអក្សររបស់សុភានឹងឯងគាត់ក៏បានបន្តអាននៅសៀវភៅនោះទៀតថាពួកគេបានលាក់សាកសពរបស់ខ្ញុំនៅក្រោមដើមពោធិ៍ធំខាងក្រោយផ្ទះនេះដរាបណាអធិធាតុរបស់ខ្ញុំនៅទីនោះវិញ្ញាណខ្ញុំនឹងមិនអាចទៅណាបាននោះទេភ្លាមនោះផងដែរខ្យល់ដ៏ត្រជាក់មួយក៏បានបក់បោកកាត់បន្ទប់ទ្វារក៏បានបិទគ្រាំងរាជក៏មានការភ្ញាក់ផ្អើលមើលងាកទៅក្រោយមិនមានអ្វីនោះទេនៅក្បែរទ្វារមានតែស្រមោលស្ត្រីស្លៀកពាក់សនៅកាន់ទីនោះលើកនេះនាងមិនមែនគ្រាន់តែយំទៀតនោះទេនាងក៏បានលើកដៃចង្អោលទៅខាងក្រោយផ្ទះដូចជាកំពុងតែបង្ហាញនៅទីកន្លែងអ្វីមួយរាជក៏បានប្រញាប់រត់ចេញទៅនៅក្រោយផ្ទះក៏មានដើមពោធិ៍ចាស់ដ៏ធំមួយដែលមើលទៅគឺចាស់ជាងគេបង្អស់នៅក្នុងភូមិនៅគល់ដើមពោធិ៍នោះគាត់បានឃើញដីមួយកន្លែងហាក់ដូចជាធ្លាប់ត្រូវបានគេកាយថ្មីរាជក៏បានចាប់ផ្ដើមជីកដោយដៃបន្តិចម្ដងគាត់ក៏បានប៉ះនឹងអ្វីរឹងមួយមិនយូរប៉ុន្មាននោះទេឆ្អឹងមនុស្សក៏បានលេចចេញពីដីនោះតែម្ដងប៉ុន្តែនៅពេលនោះផងដែរសម្លេងស្រែកដ៏គួរឲ្យរន្ធត់មួយក៏បានលាន់ឡើងពីក្នុងព្រៃជុំវិញនេះតែម្ដងហើយស្រមោលខ្មៅជាច្រើនក៏បានចាប់ផ្ដើមលេចឡើងរវាងដើមពោធិ៍នោះនិងដើមឈើនៅជិតនោះគឺមានដើមពោធិ៍ដ៏ធំនឹងស្រមោលនោះក៏បានលេចជុំវិញតែម្ដងពួកវាមិនមែនជាវិញ្ញាណរបស់សុភានោះទេតែជាវិញ្ញាណរបស់មនុស្សដែលធ្លាប់បានចូលមកស្វែងរកការពិតហើយមិនដែលបានចេញទៅវិញនោះទេរាជក៏បានឈរជាប់ទៅនឹងមាត់ដីដែលគាត់កំពុងតែជីកនោះឆ្អឹងមនុស្សមួយចំនួនក៏បានលេចចេញពីដីហើយប៉ុន្តែអ្វីដែលធ្វើឲ្យគាត់មានការភ័យជាងនេះទៅទៀតគឺស្រមោលខ្មៅជាច្រើនដែលកំពុងតែលេចឡើងជុំវិញដើមពោធិ៍នោះឯងខ្យល់បក់គួចយ៉ាងខ្លាំងឡើងស្លឹកឈើក៏បានបក់រវិចដូចជាមានអ្វីមួយកំពុងតែក្រោកចេញពីដីនោះអញ្ចឹងស្រមោលមួយក្នុងចំណោមនោះក៏បានបន្លឺសំឡេងស្អកថាចាក់ចេញទៅមួយទៀតក៏បានបន្លឺឡើងថាកុំប៉ះអធិធាតុនោះរាជក៏បានដកថយមួយចង្ហៀនបេះដូងរបស់គាត់មានការលូតញាប់ស្ទើរតែចេញពីទ្រូងទៅហើយតែភ្លាមនោះផងដែរសមោលស្ត្រីស្លៀកពាក់សដែលគាត់បានឃើញពីមុខនោះក៏លេចឡើងនៅក្បែរខ្លួនរបស់គាត់គឺសុភានឹងឯងនាងក៏បានឈរនៅស្ងៀមហើយក៏បានលើកដៃចង្អោលទៅអធិធាតុក្នុងដីដូចជាកំពុងតែប្រាប់ថាត្រូវតែបន្តរាជក៏បានប្រមូលនៅភាពក្លាហានរបស់ខ្លួនហើយក៏បន្តជីកទៀតមិនយូរប៉ុន្មាននោះទេគាត់ក៏បានរកឃើញនៅប្រអប់ឈើតូចមួយដែលកប់នៅក្នុងដីនៅក្នុងអធិធាតុនោះប្រអប់នោះមានការចាស់ខ្លាំងណាស់ប៉ុន្តែគឺនៅតែបិទជិតរាជក៏បានយកវាចេញពីដីនោះភ្លាមផងដែរស្រមោលខ្មៅទាំងអស់ក៏បានចាប់ផ្ដើមស្រែកយ៉ាងគួរឲ្យខ្លាចដីជុំវិញមានការញ័របន្តិចម្ដងគួរឲ្យមានការរន្ធត់មែនទែនរាជមិនហ៊ាននៅទីនោះទៀតនោះទេគាត់ក៏បានប្រញាប់យកនៅប្រអប់នឹងអធិធាតុមួយចំនួនរត់ត្រឡប់ទៅផ្ទះយាយចន្ទ្រាវិញពេលឃើញអ្វីដែលរាជយកមកនោះយាយចន្ទ្រាមានការស្លេកមុខជាខ្លាំងផងដែរហើយក៏បានពោលថាចៅបានរកឃើញវាពិតមែនយាយស្គាល់ប្រអប់នេះដែរទេលោកយាយនេះគឺជាការសួររបស់រាជទៅកាន់លោកយាយចន្ទ្រាក៏បានងក់ក្បាលយឺតហើយក៏បានពោលថានេះ
ជាប្រអប់ដែលសុភាក៏តែងតែយកតាមខ្លួនគ្មាននរណាដឹងថាមានអ្វីនៅក្នុងប្រអប់នោះទេចៅរាជក៏បានបើកប្រអប់នោះយ៉ាងប្រុងប្រយ័ត្នខាងក្នុងមានរបស់តែ3មុខប៉ុណ្ណោះទី1គឺខ្សែកមាសមួយខ្សែទី2គឺរូបថតចាស់របស់សុភានិងវិចិត្រហើយទី3គឺលិខិតមួយសន្លឹកដែលបត់ទុកយ៉ាងល្អដៃរាជក៏បានញ័របន្តិចម្ដងពេលដែលបើកអានអក្សរនៅលើក្រដាសក៏បានសរសេរថាបើអ្នកកំពុងអានលិខិតនេះនោះមានន័យថាខ្ញុំមិននៅរស់ទៀតនោះទេអ្នកដែលសម្លាប់ខ្ញុំមិនមែនមានតែមេភូមិនោះទេរាជនិងលោកយាយចន្ទ្រាក៏បានសម្លឹងមើលគ្នាភ្លាមតែម្ដងក្រោយអំពីការអានសម្បត្តិនោះហើយគាត់ក៏បានបន្តទៀតផងដែរថាមានមនុស្ស3នាក់ទៀតដែលបានចូលរួមនៅក្នុងហេតុការណ៍នោះពួកគេបានជួយលាក់សាកសពខ្ញុំនិងបំផ្លាញនៅវត្ថុតាងប្រសិនបើការពិតមិនត្រូវបានបង្ហាញវិញ្ញាណខ្ញុំនឹងមិនអាចទៅកាន់សុគតិភពបានឡើយខាងក្រោមលិខិតមានឈ្មោះ3នាក់ត្រូវបានសរសេរទុករាជអានហើយស្ទើរតែមិនជឿនឹងភ្នែករបស់ខ្លួនឯងម្នាក់ក្នុងចំណោមឈ្មោះទាំង3នោះគឺជាយាយចន្ទ្រានេះឯងបន្ទប់ទាំងមូលមានការស្ងប់ស្ងាត់យាយចន្ទ្រាមានការស្លេកមុខហើយដៃរបស់គាត់ក៏បានចាប់ផ្ដើមញ័ររាជក៏បានសម្លឹងមើលមុខគាត់ទាំងមានការភ្ញាក់ផ្អើលពេលនោះរាជក៏បាននិយាយថាយាយនេះមានន័យថាម៉េចពេលភ្លាមនោះផងដែរទឹកភ្នែកក៏បានហូរចេញពីភ្នែកយាយចន្ទ្រាយឺតគាត់ក៏បានអង្គុយចុះហើយនិយាយដោយសំឡេងញ័រថាយាយបានលាក់នៅរឿងនេះអស់ជាង20ឆ្នាំមកហើយចំណែកឯនៅខាងក្រៅផ្ទះឯនោះវិញផ្គររន្ទះក៏បានបន្លឺឡើងខ្លាំងហើយស្រមោលសុភាកំពុងតែឈរនៅក្រោមភ្លៀងសម្លឹងមកកាន់ផ្ទះនោះដោយភ្នែកដែលពោពេញទៅដោយការរងចាំផងដែរសំឡេងផ្គររន្ទះក៏បានបន្លឺឡើងក៏ក្រៅមេឃភ្លៀងធ្លាក់ខ្លាំងបក់បោកដំបូលផ្ទះក្នុងបន្ទប់តូចមួយរាជក៏នៅតែសម្លឹងមើលយាយចន្ទ្រាដែលកំពុងតែអង្គុយស្រក់ទឹកភ្នែកពេលនោះរាជក៏បានពោលថាយាយសូមប្រាប់ការពិតមកខ្ញុំមកយាយចន្ទ្រាក៏បានបិទភ្នែកមួយសន្ទុះមុននឹងនិយាយនៅរឿងរ៉ាវទាំងអស់នោះមួយសន្ទុះក្រោយមកគាត់ក៏បាននិយាយថាចាយាយមានកំហុសពិតមែនតែយាយមិនបានសម្លាប់សុភានោះទេរាជក៏បាននៅស្ងៀមឈឹងហើយក៏បានពោលថាចុះរឿងនេះពីណាគេអ្នកប្រព្រឹត្តទៅយាយចន្ទ្រាក៏បានពោលថាកាលនោះយាយនៅក្មេងមេភូមិនិងបពពួករបស់គេក៏បានគំរាមសម្លាប់គ្រួសារយាយបើសិនជាយាយហ៊ាននិយាយការពិតហើយយាយក៏បានជួយពួកគេលាក់សាកសពនឹងទៅយាយចន្ទ្រាក៏បានងក់ក្បាលទាំងទឹកភ្នែកយាយខ្លាចពេកនឹងណាបើយាយមិនធ្វើអញ្ចឹងគេនឹងសម្លាប់គ្រួសាររបស់យាយពាក្យទាំងអស់នោះគឺធ្វើឲ្យបន្ទប់មានការស្ងប់ស្ងាត់ទោះជាយ៉ាងណាក៏ដោយរាជអាចមើលឃើញថាយាយចន្ទ្រាកំពុងតែសោកស្ដាយចំពោះអ្វីដែលបានកើតឡើងអស់ជាច្រើនឆ្នាំមកហើយបន្ទាប់ពីនោះទៅទៀតចុះពីអ្នកទៀតដែលមានឈ្មោះក្នុងលិខិតជានរណាទៅយាយចន្ទ្រាក៏បានដកដង្ហើមធំថាម្នាក់ឈ្មោះតាឈុននៅរស់នៅឡើយទេនៅចុងភូមិឯណោះចំណែកម្នាក់ទៀតឈ្មោះវ៉ានីបានចាក់ចេញពីភូមិជាង20ឆ្នាំមុនមកហើយរាជក៏បានសម្រេចថាគាត់ត្រូវតែស្វែងរកអ្នកទាំងពីរនោះនៅព្រឹកថ្ងៃបន្ទាប់រាជក៏បានទៅជួបជាមួយនឹងតាឈុនផ្ទះរបស់តាឈុនគឺស្ថិតនៅក្នុងចិត្តព្រៃជ្រៅឯណោះហើយមើលទៅគឺមានការចាស់ទ្រុឌទ្រោមពេលឮឈ្មោះសុភាមុខរបស់តាឈុនគឺមានការស្លេកភ្លាមហើយក៏បាននិយាយថាអ្នកចង់ដឹងរឿងនោះធ្វើអ្វីពេលនោះផងដែររាជក៏បានពោលថាខ្ញុំចង់ដឹងការពិតតាឈុនក៏បាននៅស្ងៀមមួយសន្ទុះមុននឹងឆ្លើយមួយសន្ទុះក្រោយគាត់ក៏បានឆ្លើយថាយើងទាំងអស់គ្នាបានធ្វើខុសហើយគាត់ក៏បានរៀបរាប់បន្តទៀតថានៅយប់ដែលសុភាបាត់ខ្លួននាងគឺត្រូវបាននាំមកផ្ទះចាស់ក្បែរស្រះទឹកនាងក៏បានប្រឈមមុខ
ជាមួយនឹងមេភូមិនិងទាមទារឲ្យគេសារភាពផងដែរប៉ុន្តែមេភូមិមិនបានព្រមសារភាពអ្វីនោះទេហើយក៏មានការឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងហើយក្នុងកំឡុងពេលនោះផងដែរសុភៀងក៏បានរងរបួសធ្ងន់ផងដែរតាឈុននិយាយដោយសម្លេងញ័រថានាងមិនបានស្លាប់ភ្លាមនោះទេរាជក៏បានសម្លឹងមើលទៅកាន់គាត់នាងគឺនៅមានជីវិតពេលដែលយើងយកនាងទៅកប់នោះពាក្យទាំងអស់នោះគឺធ្វើឲ្យឈាមនៅក្នុងខ្លួនរបស់រាជមានការជ្រួលច្រាលឡើងតាឈុនមានការស្រក់ទឹកភ្នែកហើយក៏បានពោលបន្តទៀតថានោះជាបាបដែលខ្ញុំមិនអាចបំភ្លេចបាននោះទេភ្លាមនោះខ្យល់ដ៏ត្រជាក់មួយក៏បានបក់ចូលនៅក្នុងផ្ទះរបស់តាឈុនទ្វារក៏បានបើកដោយខ្លួនឯងសំឡេងស្ត្រីម្នាក់ក៏បានបន្លឺឡើងពីខាងក្រៅថាឈុនតាឈុនក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ក៏បានដើរទៅមាត់ទ្វារនៅក្រោមដើមឈើខាងមុខផ្ទះរបស់គាត់នឹងគឺមានស្ត្រីស្លៀកពាក់ពណ៌សនៅកាន់ទីនោះគឺរូបនោះគឺសុភានឹងឯងនាងមិននិយាយអ្វីទាំងអស់នោះទេគ្រាន់តែសម្លឹងមើលទៅតាឈុនដោយភ្នែកពោពេញទៅដោយទុក្ខព្រួយតាឈុនក៏បានលុតជង្គង់ចុះភ្លាមហើយក៏បានពោលថាខ្ញុំសុំទោសភ្លាមនោះផងដែរស្រមោលសុភាក៏បានបាត់ទៅវិញប៉ុន្តែពេលដែលរាជនិងតាឈុនមកវិញពួកគេក៏បានឃើញអ្វីមួយនៅលើដីវាគឺជាផែនទីចាស់មួយសន្លឹកដែលមិនធ្លាប់មាននៅទីនោះកាលពីមុននោះទេនៅកណ្ដាលផែនទីគឺមានសញ្ញាក្រហមមួយគឺស្ថិតនៅជ្រៅក្នុងព្រៃខ្មៅហើយនៅខាងក្រោមមានសរសេរអក្សរមួយជួរថាការពិតចុងក្រោយត្រូវបានលាក់នៅទីនោះភ្លាមនោះផងដែររាជដឹងភ្លាមថាអកំបាំងដ៏ធំបំផុតនៃវិញ្ញាណចងអាឃាតមិនទាន់ត្រូវបានបង្ហាញនៅឡើយនោះទេរាជក៏បានកាន់ផែនទីចាស់នោះជាប់នៅក្នុងដៃបើទោះបីជាពន្លឺថ្ងៃកំពុងតែភ្លឺច្បាស់ក៏ដោយគាត់ក៏នៅតែមានអារម្មណ៍ថាត្រជាក់ស្រេបឆ្អឹងខ្នងតែម្ដងសញ្ញាក្រហមនៅលើផែនទីនោះគឺស្ថិតនៅកណ្ដាលព្រៃជ្រៅឯណោះដែលជាកន្លែងអ្នកភូមិគេជៀសវាងមិនហ៊ាននរណាចូលទៅនោះទេហើយក៏គ្មានអ្នកភូមិណាហ៊ានទៅកាន់ទីនោះនឹងឆ្លងកាត់ទីនោះដែរតាឈុនក៏បានសម្លឹងមើលផែនទីហើយមុខគាត់ក៏បានប្រែទៅជាស្លេកភ្លាមតែម្ដងហើយក៏បានពោលថាខ្ញុំស្គាល់កន្លែងនេះច្បាស់ណាស់រាជក៏បានពោលថាត្រង់ណាលោកតាឈុនក៏បានពោលថាកាលពីជាង20ឆ្នាំមុនមេភូមិធ្លាប់នាំយើងទៅកាន់ទីនោះម្ដងប៉ុន្តែគាត់មិនអនុញ្ញាតឲ្យអ្នកណាសួរអ្វីទៀតនោះទេរាជក៏បានចាប់អារម្មណ៍ភ្លាមផងដែរហើយក៏បានពោលថាមានអ្វីនៅទីនោះឬតាឈុនក៏បានក្រវីក្បាលខ្ញុំមិនដឹងទេតែខ្ញុំចាំបានថាមេភូមិបានយកប្រអប់ដែកដ៏ធំមួយទៅកប់នៅទីនោះនៅថ្ងៃបន្ទាប់រាជនិងតាឈុនក៏បានចេញដំណើរចូលព្រៃខ្មៅនោះព្រៃនោះក្រាស់ខ្លាំងពន្លឺថ្ងៃស្ទើរតែមិនអាចចាក់ទម្លុះចូលទៅដល់ទីនោះបាននោះទេសំឡេងសត្វចម្លែកលាន់ឮគ្រប់ទិសទីពេលដែលដើរបានជិត2ម៉ោងពួកគេក៏បានទៅដល់ទីតាំងដែលមានសញ្ញាក្រហមលើផែនទីនោះនៅទីនោះមានខ្ទមបាក់បែកចាស់មួយដែលត្រូវបានលេបដោយវល្លិនិងស្មៅដ៏ក្រាស់ព័ទ្ធជុំវិញតែម្ដងរាជក៏បានពោលថាមិនគួរជឿនោះទេនៅមានខ្ទមទៀតនៅទីនេះជ្រៅប៉ុណ្ណេះហើយពួកគេទាំងពីរក៏បានដើរចូលទៅខាងក្នុងខ្ទមដ៏ស្ងាត់ខ្លាំងរហូតអាចឮនៅសំឡេងដង្ហើមរបស់ខ្លួនឯងបាននៅជ្រុងបន្ទប់មានរណ្ដៅចាស់មួយគឺត្រូវបានគេបិទដោយក្តារឈើពេលរាជលើកក្តារនោះចេញទៅគាត់ក៏បានឃើញនៅជណ្ដាលចុះទៅខាងក្រោមដីតែឈុនមានការភ័យបន្តិចដែរហើយក៏បាននិយាយថាយើងប្រកាសជាចុះទៅមែនទេរាជក៏បានពោលថាបើយើងចង់ដឹងការពិតយើងត្រូវតែទៅលោកតាពួកគេក៏បានចុះតាមជណ្ដាលយឺតខាងក្រោមជាបន្ទប់ក្រោមដីដ៏តូចមួយនៅកណ្ដាលបន្ទប់គឺមានប្រអប់ដែកចាស់ដ៏ធំមួយដែលចាក់សោចិត្តតែម្ដងលើប្រអប់នោះមានអក្សរចាស់បុរាណសរសេរថាហាមបើករាជនិងតាឈុនមើលមុខគ្នាបន្ទាប់មកពួកគេក៏ចាប់ផ្ដើមបំបែកសោក្រោយពីចំណាយពេលបន្តិចសោក៏ត្រូវបានបែកចេញប្រអប់ដែក
ក៏បានបើកយឺតឡើងខាងក្នុងមិនមែនជាមាសឬមួយក៏ទ្រព្យសម្បត្តិអ្វីនោះទេតែវាគឺជាសិភៅកំណត់ហេតុដ៏ច្រើនក្បាលនិងឯកសារចាស់ៗរាជក៏បានប្រញាប់បើកមើលភ្លាមភ្នែកគាត់មានការរីកធំឯកសារទាំងនោះគឺបង្ហាញថាមេភូមិមិនត្រឹមតែសម្លាប់វិចិត្រនិងសុភាប៉ុណ្ណោះនោះទេគាត់ក៏ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនរបស់មនុស្សជាច្រើននៅក្នុងភូមិផងដែរនោះទាំងអស់នោះគឺជាអ្នកដែលដឹងនៅអំពើដ៏អាក្រក់របស់មេភូមិនោះឯងតែឈុនក៏បានញាស់ដៃជាខ្លាំងព្រះអើយប៉ុន្តែនៅពេលនោះផងដែររាជក៏បានរកឃើញនៅក្រដាស់មួយសន្លឹកទៀតនៅលើក្រដាស់គឺមានការសារភាពដោយហត្ថលេខារបស់មេភូមិនោះឯងតែអ្វីដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលខ្លាំងបំផុតគឺប្រយោគចុងក្រោយដោយសរសេរថាខ្ញុំមិនមែនជាមេខ្លោងពិតប្រាកដនោះទេខាងក្រោមប្រយោគនោះគឺមានឈ្មោះមនុស្សម្នាក់ទៀតមនុស្សដែលមិនធ្លាប់ត្រូវបានរំលឹកសោះក្នុងរឿងទាំងអស់នេះហើយឈ្មោះនោះគឺអុកញ៉ាសេនាតាឈុនស្ទើរតែទម្លាក់ក្រដាស់ចេញពីដៃហើយគាត់ក៏បានពោលថាមិនអាចទៅរួចទេរាជក៏បានងាកទៅមើលគាត់ហើយក៏បានសួរថាលោកតាស្គាល់ឈ្មោះនេះទេតាឈុនក៏បានពោលថាអុកញ៉ាសេនាគឺជាអ្នកដែលមានអំណាចបំផុតនៅតំបន់នេះកាលពីមុនហើយគាត់ក៏ជាឪពុករបស់មេភូមិនឹងឯងភ្លាមនោះផងដែរសម្លេងជើងក៏បានដើរមកមួយលាន់ឮខ្លាំងពេញខ្ទមនរណាម្នាក់កំពុងតែដើរខាងលើនឹងឯងរាជនិងតាឈុនក៏បានសម្លឹងមើលគ្នាយ៉ាងភ័យតែម្ដងពួកគេទាំងពីរគឺមិនបានប្រាប់នរណាម្នាក់អំពីរឿងទាំងអស់ដែលគេដើរមកកាន់ព្រៃជ្រៅនោះទេរាជនិងតាឈុនក៏បាននៅស្ងៀមមិនហ៊ានបញ្ចេញសម្លេងសូម្បីតែបន្តិចបន្ទប់ក្រោមដីតូចចង្អៀតនោះគឺពោពេញទៅដោយភាពតានតឹងមែនទែននៅក្នុងគណៈពេលនោះក៏ស្រាប់តែមានសម្លេងអ្វីមួយអូសលើកំរាលឈើខាងលើនោះឯងតាឈុនមានការខ្សឹបថាប្រហែលជាមាននរណាម្នាក់តាមយើងមកហើយរាជក៏បានបិទប្រអប់ដែកហើយក៏បានប្រមូលឯកសារសំខាន់ដាក់ក្នុងកាបូបរបស់ខ្លួនមួយសន្ទុះក្រោយមកសម្លេងជើងក៏ឈប់ភាពស្ងប់ស្ងាត់គ្របដណ្ដប់ពេញទីនោះប៉ុន្តែភាពស្ងាត់នោះក៏កាន់តែគួរឲ្យខ្លាចទៅពួកគេក៏សម្រេចចិត្តឡើងទៅលើវិញពេលដែលក្បាលរបស់រាជផុតពីរួនចណ្ដើរគាត់ស្ទើរតែមានការភ្ញាក់ផ្អើលម្ដងទៀតនៅកណ្ដាលខ្ទមមានបុរសចំណាស់ម្នាក់ឈរបែរខ្នងងាកមកក្រោយហើយគាត់ស្លៀកពាក់ខោអាវខ្មៅចាស់និងកាន់ឈើច្រត់មួយផងដែររាជក៏បានសួរថាអ្នកជានរណាបុរសនោះក៏បានងាកមកយឺតភ្នែករបស់គាត់គឺមើលទៅមិនព្រិចនោះទេនឹងពោពេញទៅដោយអកម្បាំងថែមទៀតផងហើយគាត់ក៏បាននិយាយថាខ្ញុំរងចាំថ្ងៃនេះយូរមកហើយបន្ទាប់មករាជក៏បានពោលថាលោកស្គាល់រឿងរបស់សុភាមែនទេហើយលោកដឹងរឿងរបស់សុភាដែរទេបុរសចំណាស់ក៏បានញញឹមស្រាលហើយក៏បានពោលថាមិនត្រឹមតែស្គាល់ទេហើយក៏មិនត្រឹមតែដឹងដែរខ្ញុំជាមនុស្សចុងក្រោយដែលបានឃើញនាងនៅរស់ទៀតផងរាជនិងតាឈុនមានការសម្លឹងមើលគ្នាបុរសនោះណែនាំខ្លួនថាគាត់ឈ្មោះតាណារ៉ាគាត់ធ្លាប់ជាអ្នកបម្រើនៅផ្ទះរបស់អង្គញាសេនានឹងឯងតាណារ៉ាក៏បាននាំពួកគេទៅកាន់ខ្ទមតូចមួយនៅឯជ័យព្រៃនៅទីនោះគាត់ក៏បានប្រាប់ការពិតដែលលាក់អស់ជាច្រើនឆ្នាំថាអ្នកដែលចង់សម្លាប់វិចិត្រមិនមែនមេភូមិនោះទេពេលនោះរាជក៏បានឆ្ងល់ថែមទៀតថាអ្វីតាណារ៉ាក៏បានពោលប្រាប់រាជថាអ្នកបញ្ជាពិតប្រាកដគឺអុកញ៉ាសេនានេះឯងតែឈុនមានការស្លេកមុខតាណារ៉ាក៏បានបន្តនិយាយទៀតថាវិចិត្របានរកឃើញឯកសារសម្ងាត់មួយដែលបង្ហាញពីការលួចយកដីរបស់អ្នកភូមិនិងអំពើដ៏អាក្រក់ជាច្រើនរបស់អុកញ៉ាសេនានឹងឯងដូច្នេះហើយគេក៏ត្រូវបានសម្លាប់រាជក៏បានឆ្លើយថាអូរឿងនឹងអញ្ចឹងទេលោកតាឥឡូវនេះគាត់ក៏បានចាប់ផ្ដើមយល់ថាហេតុអ្វីបានជាវិញ្ញាណរបស់សុភាមិនអាចទៅស្ងប់បានការពិតមិនធ្លាប់ត្រូវបានបង្ហាញទាំងស្រុងនោះទេយប់នោះផងដែរ
ពេលរាជកំពុងតែរៀបចំឯកសារក៏ស្រាប់តែមានសម្លេងខ្យល់ត្រជាក់បក់ចូលតាមបង្អួចសៀវភៅមួយក្បាលនៅលើតុក៏បានបើកដោយខ្លួនឯងនៅទំព័រចុងក្រោយមានអក្សរថ្មីក៏បានលេចឡើងយឺតដូចជាមានដៃដ៏អស្ចារ្យកំពុងតែសរសេរអញ្ចឹងថាសាកសពរបស់វិចិត្រមិនទាន់ត្រូវបានរកឃើញនោះទេរាជក៏បានសម្លឹងមើលអក្សរនោះដោយមិនជឿនឹងភ្នែកអក្សរក៏បានបន្តលេចឡើងទៀតថារកគាត់ឲ្យឃើញទើបអាឃាតត្រូវបានបញ្ចប់ភ្លាមនោះផងដែរស្រមោលសុភាក៏បានលេចឡើងក្បែរបង្អួចលើកនេះនាងមិនបានយំទៀតនោះទេនាងក៏បានលើកដៃចង្អោលទៅភ្នំមួយដែលស្ថិតនៅខាងជើងភ្នំឯណោះភ្នំដែលអ្នកភូមិហៅថាភ្នំលាក់សពហើយគ្មាននរណាម្នាក់ហ៊ានឡើងទៅកាន់ទីនោះអស់ជាច្រើនទសវត្សរ៍ណាស់មកហើយនៅព្រឹកថ្ងៃបន្ទាប់រាជនឹងតាឈុនរួមជាមួយនឹងតាណារ៉ាក៏បានត្រៀមខ្លួនធ្វើដំណើរទៅកាន់ភ្នំលាក់សពនោះហើយអ្នកភូមិជាច្រើនក៏បានហាមឃាត់ពួកគេផងដែរថាកុំឡើងទៅកាន់ទីនោះអីទីនោះមិនល្អនោះទេអ្នកដែលឡើងទៅមិនដែលបានត្រឡប់មកវិញនោះទេប៉ុន្តែរាជរួមជាមួយនឹងតាឈុនរួមជាមួយនឹងតាណារ៉ាក៏បានសម្រេចចិត្តរួចហើយបើចង់បញ្ចប់នៅអត្តឃាតរបស់សុភានិងវិញ្ញាណចង់អាឃាតរបស់សុភាគាត់ត្រូវតែរកសាកសពរបស់វិចិត្រឲ្យឃើញផ្លូវឡើងភ្នំគឺពោពេញទៅដោយស្មៅនិងដើមឈើដ៏ធំអាកាសធាតុក៏កាន់តែត្រជាក់នៅពេលដែលពួកគេឡើងកាន់តែខ្ពស់ក្រោយពីដើរអស់ជាច្រើនម៉ោងពួកគេក៏បានទៅដល់រូងភ្នំដ៏ចាស់មួយច្រកចូលរូងគឺមានការងងឹតជាខ្លាំងនិងមានខ្យល់បក់បោកមកយ៉ាងត្រជាក់តាណារ៉ាក៏បានសម្លឹងមើលរូងនោះហើយក៏បាននិយាយដោយសំឡេងទាបថាកាលពីមុនខ្ញុំក៏ធ្លាប់ឃើញមនុស្សរបស់អុកញ៉ាសេនាដឹកអ្វីមួយចូលទៅកាន់ទីនេះទាំងយប់ផងដែររាជក៏បានយកភ្លើងពិលចេញហើយក៏បានដើរចូលទៅមុនគេខាងក្នុងរូងមានការស្ងប់ស្ងាត់ជាខ្លាំងមានតែសំឡេងទឹកធ្លាក់តក់ពីលើថ្មពេលដែលពួកគេដើរកាន់តែជ្រៅទៅពួកគេក៏បានឃើញនៅបន្ទប់ធម្មជាតិដ៏ធំមួយនៅកណ្ដាលបន្ទប់គឺមានអាសនៈថ្មចាស់មួយហើយនៅលើអាសនៈនោះមានប្រអប់ឈើដ៏ធំមួយរាជក៏បានដើរទៅជិតយឺតលើគម្របប្រអប់ក៏មានអក្សរចាស់ឆ្លាក់ថាអ្នកដែលលាក់ការពិតនឹងគ្មានថ្ងៃបានសុខទេតែឈុនមានការញ័រដៃហើយក៏បានពោលថាប្រហែលជាវានៅទីនេះហើយពួកគេក៏បានបើកគម្របប្រអប់ឡើងខាងក្នុងមានអធិធាតុមនុស្សមួយសំណុំនិងខ្សែកមួយខ្សែតាណារ៉ាមានការភ្ញាក់ផ្អើលជាខ្លាំងហើយពោលថាខ្សែកនេះវាជារបស់វិចិត្ររាជក៏បានឈរនៅស្ងៀមទីបំផុតពួកគេក៏បានឃើញសាកសពដែលបានបាត់ខ្លួនអស់ជាង20ឆ្នាំមកហើយភ្លាមនោះផងដែរផែនដីក៏បានចាប់ផ្ដើមញ័រថ្មតូចក៏បានធ្លាក់ពីលើពីដានរូងភ្នំនោះខ្យល់ដ៏ត្រជាក់ក៏បានបក់បោកខ្លាំងពេញបន្ទប់នៅកណ្ដាលខ្យល់នោះស្រមោលរបស់សុភាក៏បានលេចឡើងម្ដងទៀតលើកនេះនាងមិនមែនតែម្នាក់ឯងនោះទេក្បែរនាងមានស្រមោលបុរសម្នាក់ទៀតគឺវិចិត្រនេះឯងអ្នកទាំងពីរសម្លឹងមើលគ្នាដោយទឹកមុខស្ងប់ស្ងាត់ប៉ុន្តែរាជក៏បានសង្កេតឃើញផងដែរថាពួកគេនៅតែមិនអាចទៅណាបាននោះទេដូចជាមានអ្វីមួយកំពុងតែចងពួកគេជាប់បន្ទាប់មកសម្លេងរបស់សុភាក៏បានលាន់ចេញជាលើកដំបូងយ៉ាងច្បាស់ថាការពិតមិនទាន់គ្រប់គ្រាន់ទេរាជក៏មានការភ្ញាក់ផ្អើលសារជាថ្មីហើយក៏បាននិយាយថានៅមានអ្វីទៀតសុភាក៏បានលើកដៃចង្អោលទៅជញ្ជាំងថ្មខាងក្រោយអាសនៈនោះនៅទីនោះមានសញ្ញាប្លែកមួយដែលមិនធ្លាប់មាននរណាម្នាក់កត់សម្គាល់តាណារ៉ាក៏បានស្លេកមុខព្រាមតែម្ដងហើយក៏បានពោលថាមិនអាចទេពេលនោះរាជក៏បាននិយាយថាតាដឹងអ្វីហ៎តាណារ៉ាក៏បាននិយាយដោយសំឡេងញ័រថានេះជាសញ្ញារបស់សមាគមសម្ងាត់មួយសមាគមដែលអុកញ៉ាសេនាធ្លាប់ដឹកនាំរាជក៏បាននៅស្ងៀមបន្ទាប់មកតាណារ៉ាក៏បានបន្តទៀតថាហើយសមាជិកម្នាក់របស់សមាគមនោះនៅមានជីវិតដល់សពថ្ងៃនេះឯងរាជក៏បានពោលទៀតថានរណាលោកតាណារ៉ាក៏បានដកដង្ហើមវែងគាត់គឺជាអ្នកដែលមានអំណាចបំផុតក្នុងខេត្តបច្ចុប្បន្ននេះឯង
នៅពេលនោះផងដែរស្រមោលរបស់សុភានិងវិចិត្រក៏បានចាប់ផ្ដើមរសាត់បាត់ទៅវិញមុនបាត់ខ្លួនសុភាក៏បាននិយាយមួយប្រយោគចុងក្រោយថាប្រយ័ត្នគេដឹងថាអ្នកកំពុងស្វែងរកការពិតហើយភ្លាមនោះផងដែរភ្លើងពិលរបស់រាជក៏បានរលត់ហើយនៅក្នុងភាពងងឹតក៏មានសំឡេងជើងដើររបស់នរណាម្នាក់កំពុងតែចូលមកក្នុងរូងភ្នំនេះភាពងងឹតក៏បានគ្របដណ្ដប់ពេញរូងភ្នំសំឡេងដើរក៏បានខិតចិត្តមករាជក៏បានក្តាប់ភ្លើងពិលជាប់នៅក្នុងដៃខណៈដែលតាឈុននិងតាណារ៉ាជិតគ្នាដោយការប្រុងប្រយ័ត្នក៏ស្រាប់តែពន្លឺភ្លើងមួយក៏បានភ្លឺឡើងពីចុងរូងមានបុរស4នាក់ស្លៀកខោអាវពណ៌ខ្មៅដើរចូលមកនៅកណ្ដាលក្រុមគឺជាបុរសវ័យចំណាស់ម្នាក់មុខមាត់គឺមើងម៉ាត់និងមានអំណាចខ្លាំងណាស់តាណារ៉ាមានការស្លេកមុខភ្លាមតែម្ដងហើយក៏បានពោលថាគាត់ហើយរាជក៏បានសួរថាលោកណាលោកតាណារ៉ាក៏បានពោលថាលោកច័ន្ទសេនាកូនប្រុសរបស់អុកញ៉ាសេនានោះឯងបុរសនោះក៏បានសម្លឹងមើលរាជដោយស្នាមញញឹមតិចទីបំផុតអ្នកក៏រកឃើញកន្លែងនេះរាជដឹងភ្លាមថាបុរសនេះបានតាមដានពួកគេអស់ជាយូរណាស់មកហើយរាជក៏បានពោលថាលោកដឹងរឿងទាំងអស់មែនទេច័ន្ទសេនាដែលជាកូនរបស់អុកញ៉ាសេនានោះមិនបដិសេធឡើយហើយក៏បានពោលថាខ្ញុំដឹងច្រើនជាងអ្នកគិតទៅទៀតខ្យល់ដ៏ត្រជាក់ក៏បានបក់កាត់ចូលរូងភ្នំច័ន្ទសេនាដែលជាកូនរបស់អុកញ៉ាសេនាក៏បានដើរទៅជិតអាសនៈថ្មហើយក៏បាននិយាយថាឪពុកខ្ញុំបានធ្វើរឿងនេះអស់ជាច្រើនដែលមិនមានអ្នកណាធ្វើបាននោះទេប៉ុន្តែគាត់ក៏បានស្លាប់ទៅហើយហេតុអ្វីត្រូវមករំខានអតីតកាលរបស់គាត់ទៀតរាជក៏បានឆ្លើយភ្លាមផងដែរថាព្រោះការពិតត្រូវតែបានបង្ហាញតាច័ន្ទសេនាដែលត្រូវជាកូនរបស់អុកញ៉ាសេនាក៏បានញញឹមការពិតខ្លះអាចបំផ្លាញមនុស្សជាច្រើនបន្ទាប់មកគាត់ក៏បានសម្លឹងមើលឯកសារនៅក្នុងដៃរបស់រាជហើយក៏បាននិយាយថាប្រគល់វាមកខ្ញុំមករាជក៏បានឆ្លើយថាទេពេលនោះបុរសទាំង4នាក់ក៏បានដើរចូលមកជិតបរិយាកាសក៏កាន់តែតានតឹងឡើងក៏ស្រាប់តែខ្យល់ព្យុះមួយក៏បានបក់គួចឡើងក្នុងរូងភ្នំភ្លើងទាំងអស់ក៏បានរលត់សំឡេងស្ត្រីម្នាក់ក៏បានបន្លឺឡើងពេញរូងភ្នំគ្រប់គ្រាន់ហើយសំឡេងនោះគឺជាសំឡេងរបស់សុភាពន្លឺស្រអាប់ពណ៌សមួយក៏បានលេចឡើងនៅកណ្ដាលបន្ទប់ស្រមោលរបស់សុភានិងវិចិត្រក៏បានបង្ហាញខ្លួនម្ដងទៀតលើកនេះពួកគេទាំងពីរគឺមើលទៅមានភាពស្ងប់ស្ងាត់ជាងមុនតាច័ន្ទសេនាដែលត្រូវជាកូនរបស់អុកញ៉ាសេនាក៏បានឈរនៅស្ងៀមមុខមានការស្លេកស្លាំងបន្តិចគាត់មិនអាចបដិសេធអ្វីដែលកំពុងតែកើតឡើងបាននោះឡើយសុភាក៏បានសម្លឹងមើលគាត់ហើយក៏បានពោលថាអំពើរបស់ឪពុកអ្នកបានបំផ្លាញជីវិតមនុស្សជាច្រើនសម្លេងនោះមិនមែនជាកំហឹងនោះទេប៉ុន្តែសេចក្តីពិតដែលត្រូវបានលាក់អស់ជាច្រើនឆ្នាំភ្លាមនោះផងដែរឯកសារទាំងអស់នៅក្នុងដៃរបស់រាជក៏បានហោះរប៉ាត់រប៉ាយក្នុងខ្យល់ទំព័រមួយចំនួនក៏បានបើកចង្ហរបង្ហាញនៅការសារភាពកំណត់ហេតុនិងភស្តុតាងដែលត្រូវបានលាក់តាច័ន្ទសេនាដែលត្រូវជាកូនរបស់អុកញ៉ាសេនាបិទភ្នែកមួយសន្ទុះបន្ទាប់មកគាត់ក៏បាននិយាយដោយសំឡេងទាបថាខ្ញុំបានដឹងការពិតនេះតាំងតែពីយូរមកហើយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏បាននិយាយថាតែខ្ញុំខ្លាចថាបើបង្ហាញវានឹងធ្វើឲ្យគ្រួសារខ្ញុំគឺត្រូវបានគេមើលងាយនិងតាមយាយីព្យាបាទតាណារ៉ាក៏បានក្រវីក្បាលហើយក៏បាននិយាយថាការលាក់ការពិតទើបធ្វើឲ្យបាបកម្មនៅបន្តទឹកភ្នែកមួយដំណក់ក៏បានហូរចេញពីភ្នែករបស់តាច័ន្ទសេនាដែលត្រូវជាកូនរបស់អុកញ៉ាសេនានោះជាលើកដំបូងគាត់ក៏ហាក់ដូចជាបាត់បង់នៅភាពក្រអឺតក្រទមទាំងអស់ហើយក៏បាននិយាយថាខ្ញុំនឹងប្រគល់ឯកសារទាំងអស់នេះទៅកាន់អាជ្ញាធរនិងប្រកាសការពិតជាសាធារណៈពេលពាក្យទាំងអស់នោះត្រូវបាននិយាយចប់ពន្លឺភ្លើងពណ៌សជុំវិញសុភានិងវិចិត្រក៏កាន់តែភ្លឺឡើងស្នាមទុកព្រួយដែលនៅនឹងមុខរបស់ពួកគេជាច្រើនទសវត្សរ៍ក៏បានចាប់ផ្ដើមរសាយបាត់សុភាសម្លឹងមើលរាជហើយក៏បាននិយាយថាអរគុណវិចិត្រក៏បានងក់ក្បាលតិចពន្លឺសនោះកាន់តែខ្លាំងឡើងហើយបន្តិចម្ដង
ស្រមោលរបស់ពួកគេទាំងពីរក៏បានចាប់ផ្ដើមរសាត់ទៅក្នុងពន្លឺលើកនេះមិនមានសម្រែកឬមួយក៏ការចងអាឃាតទៀតនោះឡើយមានតែភាពស្ងប់ស្ងាត់នៅពេលដែលស្រមោលចុងក្រោយបាត់ទៅសម្លេងខ្យល់ក្នុងរូងក៏មានការស្ងប់ស្ងាត់ភ្លាមៗដូចជាអ្វីៗទាំងអស់ត្រូវបានបញ្ចប់អញ្ចឹងប៉ុន្តែនៅក្នុងជ្រុងម្ខាងនៃរូងភ្នំរាជក៏បានសង្កេតឃើញនៅប្រអប់ឈើដ៏តូចមួយដែលមិនធ្លាប់ឃើញកាលពីមុននោះទេនៅលើគម្របរបស់វាក៏មានអក្សរចាស់ៗសរសេរថាសម្រាប់អ្នកស្នងមរតកពិតប្រាកដរាជក៏បានសម្លឹងមើលប្រអប់នោះដោយភាពងឿងឆ្ងល់តើនៅក្នុងប្រអប់មានអកំបាំងអ្វីទៀតដែលមិនទាន់ត្រូវបានបើកចំហបន្ទាប់ពីសុភានិងវិចិត្ររសាត់បាត់ទៅក្នុងពន្លឺដ៏ស្ងប់ស្ងាត់រាជក៏តែងតែសម្លឹងមើលនៅប្រអប់ឈើដ៏តូចមួយដែលគេបានឃើញនៅក្នុងរូងភ្នំនោះលើគម្របរបស់វាគឺមានអក្សរចាស់ៗបានឆ្លាក់ថាសម្រាប់តែអ្នកស្នងពិតប្រាកដដែលគាត់ធ្លាប់បានអានប៉ុណ្ណោះតាឈុននិងតាណារ៉ាក៏បានដើរមកជិតហើយក៏បាននិយាយថាប្រហែលជានេះជាអ្វីដែលវិចិត្រចង់ទុកឲ្យកូនចៅរបស់គាត់តាណារ៉ាក៏បាននិយាយបែបនេះនៅក្នុងប្រអប់នោះគឺប្រហែលជាមានរបស់អ្វីដែលវិចិត្រចង់បន្សល់ទុកឲ្យកូនរបស់គាត់ឲ្យមើលទៅរាជក៏បានលើកប្រអប់នោះឡើងយឺតគួរឲ្យចម្លែកណាស់វាមិនមានសោនោះទេពេលដែលបើកគម្របឡើងខាងក្នុងក៏មានរបស់តែ3មុខប៉ុណ្ណោះទី1គឺរូបថតចាស់មួយសន្លឹកសុភានិងវិចិត្រកំពុងតែញញឹមដាក់គ្នាទី2គឺសម្បុត្រមួយទី3គឺប្លង់ដីចាស់ៗជាច្រើនសន្លឹករាជក៏បានយកសម្បុត្រនោះមកអានអក្សរនៅលើក្រដាសជាអក្សររបស់វិចិត្រនឹងឯងដែលសរសេរថាប្រសិនបើអ្នកកំពុងតែអានសម្បុត្រនេះនោះមានន័យថាការពិតគឺត្រូវបានរកឃើញហើយខ្ញុំមិនសោកស្ដាយដែលបាត់បង់នៅជីវិតនោះទេប៉ុន្តែខ្ញុំសោកស្ដាយដែលមនុស្សស្លូតត្រង់ជាច្រើនគឺបានរងទុក្ខដោយសារតែអំណាចនិងភាពលោភលួនរាជក៏បានអានដោយអារម្មណ៍រំជួលចិត្តទៀតថាដីដែលបានភ្ជាប់ជាមួយនឹងប្លង់ទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះទេវាជាដីដែលត្រូវបានលួចយកពីអ្នកភូមិកាលពីមុនសូមប្រគល់វាទៅម្ចាស់ពិតប្រាកដវិញនោះជាបំណងចុងក្រោយរបស់ខ្ញុំទឹកភ្នែករបស់តាណារ៉ាក៏បានស្រក់ចេញមកតាឈុនក៏បានងក់ក្បាលដោយក្តីសោកស្ដាយប៉ុន្មានសប្តាហ៍ក្រោយមកតាច័ន្ទសេនាដែលត្រូវជាកូនរបស់អុកញ៉ាសេនាក៏បានគោរពតាមពាក្យសន្យាឯកសារទាំងអស់ក៏ត្រូវបានប្រគល់ជូនអាជ្ញាធរប្រវត្តិសាស្ត្រដែលត្រូវបានលាក់អស់ជាច្រើនឆ្នាំក៏ត្រូវបានបង្ហាញជាសាធារណៈដីជាច្រើនកន្លែងក៏ត្រូវបានប្រគល់ត្រឡប់ទៅកាន់គ្រួសារអ្នកភូមិនោះវិញបើទោះបីជាមិនអាចកែប្រែអតីតកាលក៏ដោយក៏យ៉ាងហោចណាស់យុទ្ធធម៌ក៏បានចាប់ផ្ដើមត្រឡប់មកវិញផងដែររាជក៏បានរៀបចំនៅពិធីបុណ្យដ៏តូចមួយសម្រាប់សុភានិងវិចិត្រអតិថិធរបស់ពួកគេក៏ត្រូវបានបញ្ចុះក្បែរគ្នាក្រោមដើមពោធិ៍ដ៏ធំជាប់មាត់ស្រះនោះឯងនៅថ្ងៃនោះផងដែរមេឃក៏បានស្រឡះខ្យល់ក៏បានត្រជាក់ស្រាលពេលមនុស្សគ្រប់គ្នាកំពុងតែត្រៀមត្រឡប់ទៅផ្ទះរាជក៏បានឃើញអ្វីមួយនៅក្រោមដើមពោធិ៍មានស្រមោលបុរសនិងស្ត្រី2នាក់កំពុងតែឈរជាប់គ្នាគឺសុភានិងវិចិត្រនេះឯងលើកនេះពួកគេមិនមានទុកព្រួយឬមួយក៏ការចងអាឃាតអ្វីទៀតឡើយពួកគេក៏បានញញឹមយ៉ាងស្ងប់ស្ងាត់បន្ទាប់មកស្រមោលទាំងពីរក៏រសាត់បាត់ទៅតាមខ្យល់ជារៀងរហូតទៅចាប់តាំងពីថ្ងៃនោះមកអ្នកភូមិលែងមានឮសំឡេងក្បែរស្រះមាត់ទឹកនោះទៀតហើយផ្ទះចាស់ដែលធ្លាប់តែគួរឲ្យខ្លាចក៏ត្រូវបានរុះរើចោលទៅស្រះទឹកក៏បានត្រឡប់ទៅជាកន្លែងដ៏ស្ងប់ស្ងាត់ដូចដើមវិញមិនមានអ្វីគួរឲ្យខ្លាចនោះទេចំណែករាជគាត់ក៏បានស្នាក់នៅក្នុងភូមិបន្តមួយរយៈដើម្បីជួយអ្នកភូមិដោះស្រាយនៅបញ្ហាដែលនៅសេសសល់គាត់ក៏បានយល់ផងដែរថាមរតកពិតប្រាកដដែលជីតារបស់គាត់ទុកឲ្យមិនមែនជាទ្រព្យសម្បត្តិអ្វីនោះទេប៉ុន្តែគឺជាភាពក្លាហានក្នុងការស្វែងរកការពិតនិងការធ្វើអ្វីមួយដែលត្រឹមត្រូវហើយរឿងរ៉ាវរបស់វិញ្ញាណចងអាឃាតក៏ត្រូវបានបញ្ចប់ជាមួយនឹងការអភ័យទោសការសារភាពនិងយុត្តិធម៌ដ៏ពិតប្រាកដផងដែរ